សួស្តីទាំងអស់គ្នាជាពិសេសអ្នករៀន IT ក៏ដូចជាអ្នកធ្វើការងារទូទៅតាមស្ថាប័នផ្សេងៗស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតថ្ងៃនេះខ្ញុំចង់ចែកម្លែកពីការបង្រួមទំហំឯកសារ Excel ការបង្រួមទំហំឯកសារ Excel ហ្នឹងក៏វាសព្វចៃដូចទៅវីដេអូមុនដែរគឺខ្ញុំបាននិយាយពីការបង្រួមទំហំឯកសារ PDF នៅក្នុងវីដេអូនេះយើងនិយាយពីការបង្រួមទំហំឯកសារ Excel នៅក្នុង Excel របស់យើងក៏មានពេលខ្លះទំហំវាធំច្រើនផងដែរហើយក៏កុំព្យូទ័រមួយចំនួនវាពេលដែលយើងបើកហ្នឹងក៏វាធ្វើឲ្យវាចំណាយពេលច្រើនហើយក៏វាពាក់ព័ន្ធជាមួយនឹងការផ្ញើចេញតាមរយៈ email ឬក៏តាមឆាតអីក៏វាធ្វើឲ្យល្បឿននៃការផ្ញើយើងក៏វាយូរដែរអូខេអញ្ចឹងយើងចូលទៅ file ហ្នឹងតែម្ដងទៅឧទាហរណ៍ថាខ្ញុំមាន file នេះមួយ ABC ជា file Word Excel file Excel នេះមួយនេះអញ្ចឹងយើងមើលទំហំរបស់វានេះភាសាតែខ្ញុំអត់មាន file ធំធំអញ្ចឹងខ្ញុំឧទាហរណ៍មួយទៅទំហំរបស់វា180 KBអញ្ចឹងបើយើងឧទាហរណ៍ថានេះវា180 KBអញ្ចឹងយើងបើកវាមកហើយយើងដើម្បីចូលទៅបង្ហុំវាទៅព្រោះទំហំវាបានណាអញ្ចឹងយើងបើកវាហើយអានេះវាជាឧទាហរណ៍ទេអញ្ចឹងខ្ញុំចាំមើលវាទេអញ្ចឹងយើងទៅកន្លែង file ហើយយើងយកពាក្យ save as ហើយយើងយកពាក្យ browse នេះយើងទៅរកទីតាំងកន្លែងទុក file ហើយខ្ញុំទុកនៅលើ desktop ដែរប៉ុន្តែអ្វីដែលយើងត្រូវចាប់អារម្មណ៍គឺយើងត្រូវមកដូរកន្លែងនេះពី Excel workbook ទៅជា Excel binary workbook អញ្ចឹងប្រភេទឯកសារនេះគឺវាកាន់តែតូចជាង Excel workbook ធម្មតាទៅទៀតប៉ុន្តែក៏យើងបញ្ជាក់ទៅកន្លែងហ្នឹងមួយដែរថានៅពេលដែលយើង save វារួចហើយយើងត្រូវនេះយើងឃើញ icon វាខុសគ្នាអញ្ចឹងពេលយើង save វារួចហើយយើងត្រូវបើកវាមើលម្ដងទៀតជៀសវាងនៅក្នុងការដែលយើង save convert វាទៅជា binary workbook ហើយវាបាត់ទៅហើយប៉ុន្តែឃើញថាទិន្នន័យវាអត់មានខុសគ្នាទេទិន្នន័យវាអត់មានខុសគ្នាទេអញ្ចឹងអូខេអញ្ចឹងវិធីនេះគឺងាយស្រួលមែនទែនហើយយើងអាចចូលទៅមើលទំហំម្ដងទៀតវាកាត់បន្ថយបានប្រហែលណាអូខេអានេះ file ដើមរបស់គេវា 185K យើងទៅមើល file ដែលទៅតែយើងបន្ថយទំហំអូខេវាតែ 90K ទេយើងអាចនិយាយថា 90K អញ្ចឹងការកាត់បន្ថយនេះវាបានរហូតដល់ទៅពាក់កណ្ដាលវាចំណេញដែរវាចំណេញ space របស់យើងតែការផ្ញើចេញ email ឬក៏ការផ្ញើទៅតាមឆាតផ្សេងៗវាក៏មិនជាធ្វើឲ្យ internet យើងវាដើរយូរដែរអូខេអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណ